ឆុងម្សៅសូកូឡាផឹកបាទព្រោះវាល្អសម្រាប់សុខភាពបាទញ៉ាំបានទាំងក្មេងទាំងចាស់ម្សៅសូកូឡាកំប៉ុងដែលនេះចិត្តអស់ហើយបាទអត់បានវល់បានអីកលាសភាទេព្រោះដោយសារតែអត់មានអីកាន់បាទថតខ្លួនឯងកាន់ខ្លួនឯងអញ្ចឹងស្មានអត់កើតបាទពីអ្នកកូនបាទអត់មានរកអាហារអំប៉នសុខភាពមកពីណាទេបាទត្រឹមតែម្សៅសូកូឡាសុទ្ធប៉ុណ្ណេះគឺលំដាប់ហើយបាទលំដាប់ VIP ហើយបាទដាក់ទឹកក្តៅជារៀងរាល់ដងគឺខ្ញុំញ៉ាំអត់ទៀងដោយសារតែរវល់ការងារពេកជួនទៅព្រឹកទៅជួនទៅថ្ងៃទៅជួនទៅយប់ទៅបាទវាទៅជាទម្លាប់បាទហើយសំបីតែទៅដោះគោក៏អត់បានវល់ត្រឹមត្រូវដែរព្រោះត្អែងបាទបាទពីអ្នកកូនប្រុសហើយកូនប្រុសតូចទៅ5 6 ឆ្នាំបាទអញ្ចឹងបញ្ជាក់ឡើងវិញថាចំពោះម្សៅសូកូឡានេះបាទម្សៅកាកាវនេះមិនថាក្មេងចាស់ប្រុសស្រីបាទគឺញ៉ាំបានទាំងអស់បាទហើយបាទម្សៅសុទ្ធដូចនេះបាទគឺមានប្រយោជន៍បំផុតសម្រាប់សុខភាពបាទបើនិយាយពីអត្ថប្រយោជន៍វិញគឺច្រើនបាទច្រើនមែនតើបាទនឹងហើយតែប៉ុណ្្នឹងរួចរាល់ហើយញ៉ាំជាការស្រេចបាទឈ្ងុយឆ្ងាញ់បាទកូនប្រុសបាទនេះកូនកូនចង់មកសភាគាត់ញ៉ាំរាល់ថ្ងៃបាទជួនព្រឹកជួនថ្ងៃជួនល្ងាចជួនកាលតែមួយថ្ងៃ2 ដងក៏មានដែរបាទបើនិយាយពីផលប៉ះពាល់ដូចមានរំខានអីទេព្រោះវាជាម្សៅសូកូឡាសុទ្ធបាទកិនពីក្របសុទ្ធហើយធ្វើរបស់ឯងសុទ្ធចឹងអត់មាននៃសារធាតុគីមីដូចផលិតផលនាំចូលដាក់សារធាតុសារទុកអីអត់ទេបាទតែប៉ុណ្្នឹងគឺជាការស្រេចបាទញ៉ាំតែប៉ុណ្្នឹងគឺធ្វើឲ្យបញ្ញាស្មារតីគាត់កាន់តែរឹងមាំល្អបាទជួយបណ្ដុះបញ្ញាបាទស្មារតីបើមនុស្សចាស់មនុស្សធំយើងវិញគឺជួយច្រើនបាទជួសជុលកោសិកាដែលខូចនិងពង្រឹងប្រព័ន្ធភាពផ្សាំងឲ្យរឹងមាំបាទហើយអ្នកណាដែលមានជំងឺឈឺស្កាត់អីហ្នឹងឬក៏ប្រុងនឹងកើតជំងឺមហារីកបាទបំរុងនឹងកើតណាក៏វាជួយទប់ស្កាត់ដែរបាទនិយាយទៅវាអត្ថប្រយោជន៍វាច្រើនបងប្អូនអាច search មើលនៅក្នុងប្រព័ន្ធអ៊ីនធឺណិតបានតើតើនឹងផលប្រយោជន៍របស់កាកាវបាទបងប្អូនមានកូនតូចឯងគាត់ទិញឲ្យគាត់ញ៉ាំតែប៉ុណ្ណឹងបាទស្រេចហើយបាទជាការស្រេចហ្មងមកឲ្យល្អសម្រាប់សុខភាពពួកគាត់បាទកុំទៅរកអីណានៃអីអាហារបំពន់អីណានៃដែលយើងមិនដឹងពីប្រភពឬក៏មានប្រភពច្បាស់លាស់ក៏ដោយប៉ុន្តែពេលខ្លះសារធាតុរក្សាទុកគឺជាបំផុតទេបាទហើយសុទ្ធធម្មជាតិដូចនេះគឺកម្ររកបានណាស់បាទប៉ុន្តែខ្ញុំនៅប្រកាន់គោលការណ៍ថាសុខភាពជាចម្បងគឺអ្វីដែលធ្វើគឺសុទ្ធអត់មានលេខអីទាំងអស់បាទនឹងឲ្យបងប្អូនប្រសិនត្រូវការអាចទំនាក់ទំនងបានបាទអរគុណច្រើន